នេះផងដែរនាំកូនហើយនឹងស្វាមីមកពិសាអីនៅឯក្រុងបាត់ដំបងដោយសារតែផ្ទះខ្ញុំនិងក្រុងហ្នឹងឆ្ងាយពីគ្នាប្រហែលជា10ទៅ11គីឡូអញ្ចឹងណាបើចង់ហូបអីប្លែកឆ្ងាញ់ដូចជាស៊ុបអីចឹងទៅក្រុងបានមាននៅភូមិខ្ញុំអត់មានទេមានតែសាច់អាំងនិងប្រហិតអីធម្មតាអញ្ចឹងឯងនេះដែរមកទីក្រុងក៏មានញ៉ាំអីប្លែកដែរនេះញ៉ាំខូចំហុយម្នាក់មួយចានហើយដាក់ប្រហិតម្នាក់មួយចានដែរនេះកូនរបស់ខ្ញុំគេសប្បាយចិត្តដោយសារតែអត់សូវបាននាំកូនដើរលេងទេរវល់ការងារចឹងណាមានពេលក៏ចំណាយពេលខ្លះជាមួយនឹងកូនព្រោះអីយើងចំណាយពេលវេលាជាមួយពួកគាត់ចឹងទៅធ្វើឲ្យគាត់នឹងសប្បាយចិត្តហើយមិនសូវទៅ stress មិនសូវអីដែរអញ្ចឹងណាពេលខ្លះក្មេងៗក៏អាចមានបញ្ហា stress អីដូចជាយើងអញ្ចឹងដែរបើសិនជាយើងមិនសូវយកចិត្តទុកដាក់អីចឹងណាណែឯងឥឡូវនេះគេសប្បាយចិត្តគេនេះគេសុំភ្លក់ខូចំហុយប៉ាគេបន្តិចនេះសារកូនខ្ញុំមិនសូវចេះញ៉ាំទេអញ្ចឹងបានតែខាងប្រហិតបានតែខាងមីណាប៉ុន្តែខ្ញុំមិនសូវឲ្យញ៉ាំទេយូរហ្នឹងខ្ញុំឲ្យញ៉ាំម្ដងចំពោះហាងខូចជ្រូកចំហុយនេះដែរនេះខ្ញុំមកតាំងពីខ្ញុំអត់ទាន់មានកូនមកតាំងពីកូននៅក្នុងពោះឥឡូវកូនឡើងធំហើយនៅតែមកហូបរហូតរសជាតិអត់ប្រែសោះណាដែលនៅតែឆ្ងាញ់របស់គេអដែលហើយមួយចានដូចជា6000រៀលនេះមានតែច្រើនអីណាស់ណាទេប៉ុន្តែញ៉ាំមួយចានហ្នឹងហើយរៀងឆ្អែតដែរណាកូនបងនេះបន្ទាប់ពីញ៉ាំអាហារញ៉ាំអីរួចយើងនាំគ្នាមកលេងនៅសួនសខេងមកហូសមកលេងនេះកន្លែងគេហាត់ប្រាណនេះកូនខ្ញុំមិនដឹងថាកន្លែងហ្នឹងកន្លែងគេហាត់ប្រាណទេគិតថាកន្លែងហ្នឹងជាកន្លែងគេលេងអីចឹងណាទាមកលេងកន្លែងហ្នឹងរហូតហើយនេះមកហាត់ប្រាណនេះមកលេងនេះមកពវល់សបាយដល់កមានអីទេបងប្អូនមានតែប៉ុណ្្នឹងឯងដែលងាកឡើងក៏តនេក៏នាំកូនដើរលេងទៅមិនតនេក៏នៅផ្ទះញ៉ាំបាយហើយក៏ដេកនឹងឯងធម្មតាស្អែកឡើងក៏ទៅរៀនទៀតនឹងឯងនេះឥឡូវប្តីរបស់ខ្ញុំនេះគេហាត់ដែរនេះដោះអាវដោះខោចេញអស់ហើយនេះច្រឡំដោះខោដោះតាអាវទេបាក់ដោះខោហ្នឹងយ៉ាប់ឡើយនេះចូលដល់ព្រឹកឡើងយើងមកផ្ទះវិញនេះព្រឹកឡើងម៉ែរបស់ខ្ញុំហ្នឹងក៏ទៅផ្សារនេះមកវិញក៏កាត់ទិញនំមានដូណាត់មានស្វាយទុំមានអីមានសាច់គោសាច់អីនេះដងឡអីនេះហើយមាននំមានសាច់ក្រកនេះម្ដាយរបស់ខ្ញុំនេះក៏ទៅផ្សារក៏ងើបទៅអីវ៉ាន់តាំងពីម៉ោង1យប់ហើយម៉ោង7អីមកដល់ហើយនេះហើយបន្ទាប់ពីខ្ញុំដាំបាយដាំអីហើយនេះខ្ញុំឲ្យបងប្អូនមកទស្សនានេះ7នេះមកជួ7ហើយខ្ញុំបដោះបែបនេះហើយយកទៅដាំនៅគីនព្រំណាសម្រាប់ចង់បេះធ្វើម្ជូរបេះអីបេះលក់បេះអីក៏បានដែរបងប្អូននេះចំណែកឯមានរបស់ខ្ញុំវិញក៏ចេញផ្លែបដាហើយមុំថាអាចបេះលក់សិលនេះបានហើយនេះបេះបានខ្លះហើយអាខ្លះទៀតក៏វាខ្ចីនេះទុកលក់ពេលក្រោយទៀតនេះបងប្អូនទស្សនានេះជុំវិញផ្ទះរបស់ខ្ញុំអីវ៉ាន់ដាំចិត្តផ្ទះបងប្អូននេះក្រាន់បេះហូបនេះផ្លែជពូឥឡូវនេះចាប់ផ្ដាំផ្កាមកបដាទៀតហើយចិត្តបានចងទៀតហើយលើកមុនហ្នឹងខ្ញុំបានថតបង្ហោះជូនមួយសារដែរហើយវាចេញផ្លែចេញផ្កាមកខ្ញុំចងឲ្យបេះធំល្អមែនទេឥឡូវនេះវាចេញមកម្ដងទៀតហើយនេះបងប្អូនតបែកក៏មានដែរចកាខ្ញុំមកតលឹងតឹងក៏មានទាំងអស់